នេះជាបទព្រះអង្គបរិនិព្វានដំណាលកាលអង្គព្រះទ្រង់ញាណណាយាងចូលនិព្វានមានកំរិតក្រោមដើមរាំងភ្នំព្រៃចំចិត្តបរិស័ទមូលមិត្តពេញត្រៀបត្រានៅថ្ងៃអង្គារ15កើតណាក្នុងខ្នាតវិសាលខាងមាសាឆ្នាំសាញ់បញ្ចសង្យាមអង្គាវេលាព្រឹកព្រៀងស្វាងរាំងស្មៃថេរាថេរាំងទាំងចាស់ក្មេងលើកលែងតែអង្គអរហន្តថ្លៃពេលនោះយកបំយំពេកក្រៃស្ដាយព្រះចិនស្រីគ្រប់គ្នាខ្លះស្ដាយធ្លាប់ស្ដាប់ច្បាប់អោវាទណាខ្លះស្ដាយបណ្ឌបាតតាមធម្មតាខ្លះស្ដាយធ្លាប់ស្ដាប់ធទេសនាគ្រប់គ្នាទាំងអស់អត់មានសល់ក្នុងព្រៃសាលវ័នលន់រំពងកឹកកងទាំងអស់សពសាកលការរាំងជំរុងជ្រុះជាផលថ្វាយដល់ព្រះមនិនបន្លកាលុដល់គ្រាក្រោយ
ព្រះអានន្ទអើយនិមន្តបណ្ឌបាតតាមធម្មតាអ្នកស្រុកស្រីប្រុសទាំងអង្គគ្នាវន្ទាបង្គំយំសួរសពបបិទ្ធលោកម្ចាស់ឈ្មោះអានន្ទចុះអង្គអង្រហន្តព្រះចំភពបាត់អង្គសាស្ដាទាំងថ្ងៃយប់ចំភពតើស្ដាច់យាងទៅណាយើងខ្ញុំធ្លាប់បានឃើញលោកម្ចាស់ជាមួយនឹងព្រះសពវេលាថ្ងៃនេះបាត់អង្គព្រះឈ្នះមីមិនឃើញសាស្ដាស្ដាច់យាងមកអានន្ទមិនធន់តនព្រះតីលើអស់ប្រុសស្រីស្ដីសួររកអង្គព្រះសាស្តាមិនឃើញមកអានន្ទយកហាត់ខ្ទប់ភាំងត្រាហាញោមអើយសំដាច់ព្រះទ្រង់ញៀនណាយាងចូលនិព្វានទៅហើយណាបានជាបាត់អង្គព្រះសាស្តាឃើញតែអាត្មានៅម្នាក់ឯងញោមអើយកម្មកាចរបស់យើងឲ្យ
យើងព្រាត់ប្រាស់ព្រះចំចៅចាប់តាំងពីថ្ងៃនេះតទៅយើងត្រូវតែទុកគ្រប់គ្នា